ថ្ងៃនេះមានមុខម្ហូបមួយមុខយកមកបង្ហាញជូនពុកម៉ែបងប្អូនទៀតហើយចាបងប្អូនគឺឆាក្តៅអន្ទង់បងប្អូនអើយនៅខាងក្រៅឡើងឈ្ងុយតែម្ដងហើយឡើងទំនងនេះបងប្អូនឃើញទេហើយសាច់អន្ទង់របស់យើងនិយាយពីថាសាច់ឡើងបឹបហ្មងវាថាអន្ទង់ធាត់ហើយបងប្អូនចាមកកង់គឺថាសិតតែសាច់ពេញមាត់តែម្ដងចាឥឡូវនេះមកបង្ហាញជូនបងប្អូនពីគ្រឿងក្រៅដែលត្រូវធ្វើបងប្អូននេះអន្ទង់នេះគឺខ្ញុំអត់ថតពេលដែលលាងទឹកពេលធ្វើទេគឺខ្ញុំថតដល់ពេលលាងហើយកាត់កង់បែបនេះបងប្អូនអន្ទង់នេះគឺអន្ទង់ចិញ្ចឹមមិនមែនអន្ទង់ស្រែទេអញ្ចឹងបានជាវាកមុបសិតសាច់បែបនេះហើយមានម្រះព្រៅមានគ្រឿងក្រៅអីបន្ថែមទៀតផងដែរបងប្អូនតែតោះដំបងឡើយគឺចាប់ផ្ដើមធ្វើដាក់ប្រេងឲ្យកណ្ដៅដោយហេតុថាយើងធ្វើម្ហូបនេះនៅពេលយប់អញ្ចឹងហើយខ្ញុំឆ្លៀតថតនៅពេលយប់បងប្អូនអញ្ចឹងហើយបានជាមានភ្លើងកូមភ្លើងអីអញ្ចឹងណាចាដោយសារកន្លែងធ្វើម្ហូបវាល្ងិតអញ្ចឹងអ្នកធ្វើនឹងត្រូវពាក់កូមពាក់អីអញ្ចឹងណាចាដាក់ប្រេងឲ្យកណ្ដៅហើយគឺយើងបំពងខ្ទឹមឲ្យឡើងក្លិនឈ្ងុយតបទៀតហ្នឹងគឺដាក់ម្ទេសហើយនឹងស្លឹកក្រូចសើចមានគល់ស្លឹកគ្រៃផងដែរគឺរំលែងវាជាមួយប្រេងបែបនេះជាមួយនឹងមើមខ្ទឹមដែលយើងបានបកសម្បកហើយនេះរំលែងឲ្យឡើងក្លិនឈ្ងុយបងប្អូនមុននឹងឆាចាយើងគឺឆាគ្រឿងក្រៅបែបនេះមុនសិនណាចាឲ្យឡើងក្លិនឈ្ងុយក្លិនអីអញ្ចឹងហើយបានយើងដាក់អន្ទង់តាមក្រោយគ្រឿងផ្សំទាំងអស់នេះចង់ឲ្យឈ្ងុយតតែរំលែងបែបនេះបងប្អូនចារំលែងចុះរំលែងឡើងឲ្យឡើងក្លិនឈ្ងុយល្អសិនបានយើងចាក់អន្ទង់ចូលបងប្អូនចានេះឥឡូវដាក់អន្ទង់ចូលហើយអន្ទង់គឺដូចខ្ញុំប្រាប់បងប្អូនចង់និយាយពីថាធាត់កមុបតែម្ដងពេលចាក់អន្ទង់ហើយគឺប្រញាប់ឆាត្រឡប់ចុះត្រឡប់ឡើងដើម្បីកុំឲ្យខ្លោចឆ្នាំងបងប្អូនចាគឺយើងឆាច្របល់ចុះឡើងឆាវាកូរវាឲ្យសព្វល្អដើម្បីកុំឲ្យខ្លោចជាមួយនឹងឆ្នាំងរបស់យើងហើយដើម្បីឲ្យវាចេញទឹកចេញពីអន្ទង់បងប្អូនហៅថាទឹកត្រីទឹកអីចឹងណាដើម្បីឲ្យវាកាត់ឆ្អាបចាបងប្អូនអន្ទង់នេះគឺថាឈាមច្រើនមែនតើឡើងក្រហមទោះជាលាងស្អាតហើយក៏នៅតែឃើញឈាមទៀតចឹងហើយបន្តមកទៀតហ្នឹងគឺយើងបន្ថែមជាមួយគ្រឿងមានទឹកត្រីចាចុងភៅរបស់យើងក៏បន្ថែមទឹកត្រីហើយបន្ទាប់ពីដាក់ទឹកត្រីហើយក៏យើងបន្ថែមគ្រឿងក្រៅបន្តទៀតណាហើយចាប់ផ្ដើមកូរច្របល់វាកុំឲ្យខ្លោចហើយរោយប៊ីចេងតិចមកចារោយប៊ីចេងហើយគឺយើងឆ្លៀតត្រឡប់ចុះត្រឡប់ឡើងតិចសិនហើយឃើញសម្លរបស់យើងនេះមានចេញទឹកចេញអីចេញពីអន្ទង់មកបងប្អូនគឺយើងអត់តន់មានថែមទឹកថែមអីទេចាចេញពីគ្រឿងក្រៅចេញពីសាច់អន្ទង់មកបន្តមកទៀតគឺយើងបន្ថែមគ្រឿងថែមស្ករបន្តិចដែរណាបងប្អូនចាបន្ថែមស្ករបន្តិចហើយក៏យើងចាប់ផ្ដើមជាវច្របល់ទៀតហើយដើម្បីកុំឲ្យវាខ្លោចដោយសារតែយើងចង់រងាស់រំលែងទឹកភ័យវាឲ្យចេញពីអន្ទង់តិចសិនណាបងប្អូនចាបន្ទាប់ពីយើងកូរច្របល់រួចរាល់ហើយនឹងយើងក៏ចាប់ផ្ដើមថែមគ្រឿងក្រៅរបស់យើងចូលបន្តទៀតចាគ្រឿងក្រៅបន្ទាប់ដែលយើងត្រូវថែមនេះគឺចាបងប្អូនគឺអំបិលបន្តិចមកចាអំបិលនេះគឺយើងប្រើអំបិលស៊ុបតែម្ដងចាដាក់អំបិលស៊ុបហើយនឹងយើងក៏ចាប់ផ្ដើមកូររំលែងទៀតហើយដើម្បីឲ្យចូលជាតិគ្នាផ្សំបានល្អចាកូរច្របល់ចុះកូរឡើងនឹងយើងក៏ចាប់ផ្ដើមថែមទឹកចាបងប្អូនគឺទឹកស្អាតបន្តិចមកដើម្បីរងាស់អន្ទង់របស់យើងឲ្យវាឆ្អិនល្អកុំឲ្យនៅឈាមនៅឆៅអីបន្ថែមទឹកដើម្បីរងាស់ឲ្យវាឆ្អិនដល់ក្នុងក៏ផ្នែកខ្លះនៃអន្ទង់របស់យើងគឺថាវាអត់ឆ្អិនល្អទេវានៅឈាមអញ្ចឹងហើយយើងត្រូវតែរងាស់ឲ្យវាឆ្អិនបានល្អបានយើងហូបទៅវាស្រួលវាស្និទ្ធកុំឲ្យហូបទៅនៅអញើតអីចឹងណាបងប្អូនចាបន្តមកទៀតនេះគឺយើងថែមគ្រឿងតិចហើយដោយសារតែយើងភ្លក់ទៅនិយាយថាខ្វះនេះខ្វះនោះយើងបន្ថែមបន្ថយតាមនឹងទៅហើយចុងក្រោយនេះគឺយើងបន្ថែមជាមួយនឹងស្លឹកម្រះព្រៅបងប្អូនណាចាបន្ថែមជាមួយនឹងស្លឹកម្រះព្រៅគឺថារសជាការស្រេចហើយយើងគ្រាន់តែកូរច្របល់វាដើម្បីឲ្យម្រះព្រៅវាចូលជាតិគ្នាជាមួយនឹងគ្រឿងក្រៅរបស់ម្ហូបរបស់យើងហ្នឹងបងប្អូនចាពេលតែប៉ុណ្ណឹងគឺថារួចរាល់ជាការស្រេចហើយបងប្អូនប៉ុន្តែខ្វះបន្តិចគឺសណ្តែកដីលីងបងប្អូនដោយសារតែយប់ហើយធ្វើម្ហូបធ្វើអីហ្នឹងយើងយប់ជ្រៅដែរហើយអញ្ចឹងมันបានទៅទិញគ្រឿងក្រៅបានសពគ្រប់ទេខ្វះសណ្តែកដីមួយមុខអញ្ចឹងក៏តាមដំណើរតែម្ដងទៅបងប្អូនតែឥឡូវនេះឆ្អិនហើយបងប្អូនអើយទំនងខ្លាំងមែនតែនហើយឡើងឈ្ងុយហ្មងបងប្អូននៅខាងក្រៅឡើងឈ្ងុយម្លង2 3ផ្ទះអីមុខម្ហូបមួយមុខនេះគឺថាត្រូវខ្លាំងហ្មងជាមួយនឹងអ្នកគាត់ត្រូវការជាក់ពេលល្ងាចអីណាបងប្អូនចាហើយបើនិយាយពីខ្ទឹមសវិញគឺថាផុយឡើងល្អតែម្ដងដោយគ្រាប់ខ្នោស្ងោរអញ្ចឹងណាបងប្អូនចាឥឡូវរួចរាល់ហើយឃើញថាទំនងខ្លាំងមែនតែន